ជំរាបសួរលោកប៉ាអ្នកម៉ាក់ជាទីរាប់អាននៅក្នុងវីដេអូថ្ងៃនេះយើងនឹងមកបង្ហាញលោកប៉ាអ្នកម៉ាក់ពីរបៀបចូលមើលប្រតិបត្តិបន្ទុករបស់កូនៗតាមជំហាននីមួយៗដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនិងតាមគេហទំព័រ Class 365 នៅលើកុំព្យូទ័រដើម្បីពិនិត្យមើលប្រតិបត្តិបន្ទុកតាមកម្មវិធីទូរស័ព្ទដៃ Class 365 ជាដំបូងប៉ាម៉ាក់ត្រូវចូលទៅកាន់កម្មវិធី Class 365 រួចស្វែងរកពាក្យ CIA First International School បន្ទាប់មកសូមជ្រើសរើស Parent រួចបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់ដែលសាលាបានផ្ដល់ជូនក្រោយចូលក្នុងកម្មវិធីបានហើយសូមប៉ាម៉ាក់ចុចលើសញ្ញាឆ្នូត3នៅផ្នែកខាងស្ដាំរួចជ្រើសរើសឆ្នាំសិក្សាឲ្យបានត្រឹមត្រូវបន្ទាប់មកសូមប៉ាម៉ាក់ចុចលើសញ្ញា Profile រួចជ្រើសរើសឈ្មោះបុត្រធីតារបស់លោកអ្នកប៉ាម៉ាក់ត្រូវអូសមេនុយផ្នែកខាងលើទៅខាងឆ្វេងរួចចុចពាក្យ Report Cards ដើម្បីចូលពិនិត្យមើលប្រតិបត្តិបន្ទុកបន្ទាប់មកនៅក្នុងផ្នែក Select Enrollment សូមប៉ាម៉ាក់ជ្រើសរើសថ្នាក់រៀនរបស់បុត្រធីតានៅត្រង់ចំណុចនេះប៉ាម៉ាក់អាចពិនិត្យមើលប្រតិបត្តិបន្ទុកសម្រាប់កម្មវិធីសិក្សាអន្តរជាតិបានសូមបញ្ជាក់ផងដែរថាតាមរយៈកម្មវិធីទូរស័ព្ទដៃនេះប៉ាម៉ាក់មិនអាចព្រីនប្រតិបត្តិបន្ទុកបានឡើយដើម្បីពិនិត្យមើលប្រតិបត្តិបន្ទុកសម្រាប់កម្មវិធីសិក្សាចំណេះទូទៅខ្មែរសូមប៉ាម៉ាក់ចូលទៅកាន់ Attachment រួចស្វែងរកប្រតិបត្តិបន្ទុកដែលប៉ាម៉ាក់ចង់ពិនិត្យមើលរួចជាការស្រេចនៅក្នុងផ្នែកនេះប៉ាម៉ាក់ក៏អាចស្វែងរកប្រតិបត្តិបន្ទុកពីឆ្នាំមុនរួមទាំងឯកសារសំខាន់ៗផ្សេងទៀតដូចជាលទ្ធផលការប្រឡង Map Test សម្រាប់សិស្សថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យផងដែរសម្រាប់ប៉ាម៉ាក់ដែលចង់ចូលមើលតាមរយៈកុំព្យូទ័រវិញជាដំបូងសូមប៉ាម៉ាក់ចូលទៅកាន់គេហទំព័រ Class 365 ដោយវាយ caSchool.class365.com រួចជ្រើសរើស Sign in as Parent បន្ទាប់មកបញ្ចូលឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់ដែលសាលាបានផ្ដល់ជូនក្រោយចូលក្នុងកម្មវិធីបានហើយសូមប៉ាម៉ាក់ជ្រើសរើសឆ្នាំសិក្សាឲ្យបានត្រឹមត្រូវបន្ទាប់មកប៉ាម៉ាក់ត្រូវចុចលើពាក្យ Module នៅខាងលើផ្នែកខាងឆ្វេងរួចចុចលើពាក្យ Report Cards បន្ទាប់មកចុចលើពាក្យ View Report Cards ត្រង់ចំណុចនេះប៉ាម៉ាក់នឹងឃើញពាក្យ Report Cards នៅផ្នែកខាងឆ្វេងសូមប៉ាម៉ាក់ជ្រើសរើសប្រតិបត្តិបន្ទុកសម្រាប់កម្មវិធីសិក្សាអន្តរជាតិដែលប៉ាម៉ាក់ចង់ពិនិត្យមើលឬ Print ដើម្បី Print ប៉ាម៉ាក់គ្រាន់តែចុចលើសញ្ញាចុច3នៅខាងលើផ្នែកខាងស្ដាំរួចជ្រើសរើសយក Print Report Cards ដើម្បីទាញយកឯកសាររួចជាការស្រេចប្រសិនបើប៉ាម៉ាក់ចង់ស្វែងរកប្រតិបត្តិបន្ទុកសម្រាប់កម្មវិធីសិក្សាចំណេះទូទៅខ្មែរប្រតិបត្តិបន្ទុកពីឆ្នាំមុនឬឯកសារសំខាន់ៗផ្សេងទៀតដូចជាលទ្ធផលការប្រឡង Map Test ជាដើមនោះសូមប៉ាម៉ាក់ចូលទៅកាន់ផ្នែក Attachment រួចជ្រើសរើសយកពាក្យ Manage Attachment នៅទីនេះប៉ាម៉ាក់អាចជ្រើសរើសយកឯកសារណាមួយដែលប៉ាម៉ាក់ចង់ពិនិត្យមើលឬ Print បានយ៉ាងងាយស្រួល